សូមបងប្អូនឥឡូវយើងនឹងមកបដោះគុយដោយក្របនេះគុយនេះយើងផ្សាំមេឃណាតែក៏ប៉ិតដាំក្របលឿនហើយយើងមិនបាច់អង្គុយផ្សាំមេឃក្នុងព្រោះគុយវាដោះលឿនណាអញ្ចឹងយើងផ្សាំមកក្របក៏បានដែរនេះក្របដែលខ្ញុំបានហូបថ្ងៃមុនហ្នឹងគាត់តម្លាក់ចោលហ្នឹងវាចេញនេះដែរចេញប្រឡូកដែរឥឡូវយើងទៅយកក្របដែលខ្ញុំដាក់ទុកថ្ងៃមុនហ្នឹងយកទៅបដោះនេះក្របគុយដែលហូបថ្ងៃមុនណាខ្ញុំបានកប់ដីនៅក្រោយផ្ទះមាត់អូខ្លះឥឡូវយកមកដាំនៅក្នុងថង់ខ្មៅនេះខ្លះដើម្បីងាយស្រួលយើងលក់ឬក៏យើងយកវិចខ្ចប់ដឹកជូនទៅតាមខេត្តឬអីណាវាងាយស្រួលអញ្ចឹងណាឬក៏យើងអាចយកងាយស្រួលឲ្យវារៀងធំតិចយើងយកទៅដាំនៅឯផ្សេងនេះក៏ងាយស្រួលដែរអញ្ចឹងយើងដាំដីខ្លះយើងដាក់ថង់ខ្មៅនេះខ្លះឥឡូវមកថង់ខ្ញុំដាក់តែ2គ្រាប់ទេប៉ុន្តែដាក់1គ្រាប់ក៏បានដែរតែយើងជិះទៅណាហើយវាអត់ដោះ1គ្រាប់វាអត់1គ្រាប់តែវាដោះទាំងពីរយើងអាចដកមួយយកទៅដាក់ថង់ផ្សេងទៅអញ្ចឹងណានេះងាយនេះអូខេឥឡូវយើងដាក់ពីរដាក់ពី2គ្រាប់មកចឹងហើយអានេះយើងញុកអត់មកដៃបានញុកមកដៃដាក់មកគ្រាប់នេះស្ទូងស្រូវហ្នឹងណានេះហើយយើងបិទវាវិញហើយចាំយើងស្រោចទឹកចឹងណាកុំឲ្យសត្វស៊ីយើងដាក់ក្រៅវាសត្វអីស៊ីពំយូរទៅបាត់មុតបន្លាមួយហើយយើងដាក់គៀននឹងមួយទៀតមករុញហើយយើងលុបដៃនេះ2អញ្ចឹងយើងដាក់ខាងនេះមួយខាងនេះមួយមកនេះមួយយើងដាក់ខាងនេះមួយហើយយើងលុបដៃដាក់មកថង់2មកណាយើងមិនដាក់ជ្រៅពេកទេមកល្មមមកហ៊ុនទៅបានណាសង់ទីម៉ែត្រណាហើយលុបដៃមកហើយដាក់យើងមកច្រឡំមើលពឹកនេះទៀតនេះមួយនេះមួយហើយយើងអស់ពូជហើយយើងដាក់មកក្របមកថង់មកក្របមកថង់ក្របមកថង់ដែរក្របនេះរុញវាហើយរុញនឹងម្រាមដៃណានេះរុញឲ្យក្របមកហើយមកហ៊ុនមកលុបដៃពីខ្ញុំរុញគៀកគ្នាមកខ្ញុំលុបដៃបន្ទាប់ពីយើងដាក់ក្របគុយហើយយើងស្រោចទឹកវាមកជោបព្រោះវាដីថ្មីអញ្ចឹងដាក់ជោបទៅអីទេជោបទៅយើង2ថ្ងៃចាំយើងស្រោចទៀតទៅពេលដីមើលទៅវាស្ងួតពេកតែយើងស្រោចទៀតតែឥឡូវនេះថាដីយើងដាក់ថ្មីហើយយើងទៅដាក់ក្របពូជយើងស្រោចមកជោបទៅអីទេនេះជាការស្រែកប៉ុណ្ណឹងទៅយើងរងចាំវាដោះអញ្ចឹងបងប្អូនចាំជួយចុច Subscribe និងសញ្ញាកណ្ដឹងផងដើម្បីទទួលបាននៅវីដេអូថ្មីៗល្អៗបន្តទៀតអរគុណច្រើន